រៀបធ្វើចៃទឹកសាថ្មីបងប្អូនអញ្ចឹងតកតងជាមួយនឹងចៃទឹកក្រហមជំហានដំបូងគឺយើងត្រូវធ្វើទឹកខៀវជាមុនបាទបន្ទាប់ពីយើងធ្វើបានទឹកខៀវហើយបានយើងយកមេពូជចៃទឹកក្រហមយកមកដាក់នៅក្នុងទឹកដែលបងប្អូនកំពុងតែឃើញនេះគឺជាទឹកខៀវហើយទឹកខៀវនេះខ្ញុំបានដាក់មេពូជចូលបាទបានដាក់មេពូជចូលជាស្រេចហើយដាក់ហ្នឹងវាចូលបាទ 4-5 ថ្ងៃឯងបងប្អូនចឹងឥឡូវវាចាប់ផ្ដើមបែកពូជហើយបាទវាបែកពូជហើយតែបងប្អូនមើលអញ្ចឹងប្រហែលជាមិនឃើញទេដោយសារខ្ញុំមិនបានបើក flash នេះបងប្អូនអាចឃើញចឹងវាចាប់ផ្ដើមឡើងបដាហើយនៅក្នុងកធុនខៀវហ្នឹងគឺសុទ្ធតែមានបាទចៃទឹកទាំងអស់បាទកធុនខៀវសុទ្ធតែមានចៃទឹកទាំងអស់ចឹងឥឡូវមេពូជមានហើយទឹកខៀវអីក៏មានដែរតែកន្លែងនោះគឺខ្ញុំធ្វើថ្មីនៅក្នុងកដុង30 លីត្រធ្វើថ្មីបងប្អូនហើយកន្លែងខាងនេះអាហ្នឹងខ្ញុំធ្វើវគ្គ 2ជ្រុងខាងនេះក្នុងកធុនខៀវនេះគឺធ្វើវគ្គ 1បាទនេះវគ្គ 1ខាងនេះគឺវគ្គ 2វគ្គ 2នេះទំតែដាក់ពូជចូលម្សិលមិញអីទេហើយនៅក្នុងកដុង30 លីត្រវគ្គ 2នេះនៅក្នុងកដុងហ្នឹងជាប្រភេទកដុងដែលដាក់សាំងក្អូបអញ្ចឹងយកមកគ្រាន់តែដោះសាប៊ូតិចតួចហើយយកមកដាក់ឥឡូវវាខៀវហើយដាក់មេពូជចូលបាទហើយខាងនោះតិចទៀតគឺខ្ញុំដាក់ទឹកចូលហើយបាទខ្ញុំបរហូរទឹកចូលបន្ទាប់ពីបរហូរទឹកចូលពេញអស់ល្ងាចហ្នឹងគឺទិញចំណីយកមកដាក់បាទតើតង់មួយចំណីនោះគឺចំណីមន់ក៏បានចំណីជ្រូកក៏បានអញ្ចឹងរបៀបធ្វើខ្ញុំតែងតែចែករំលែកជូនបងប្អូនជារឿយជាហោហែបាទជារឿយជាហោហែតែមករយៈក្រោយនេះខ្ញុំផ្អាកធ្វើបងប្អូនដោយសារមានចលែនបាទមានចលែនក្រហមអញ្ចឹងខ្ញុំក៏ផ្អាកធ្វើទឹកខៀវក៏ដូចជាចៃទឹកនេះមករយៈបងប្អូនទាំងអស់គ្នានៅកន្លែងនេះវាឆ្ងាយពីភ្លើងរត់អញ្ចឹងដើម្បីបានទឹកយកមកធ្វើទឹកខៀវពីមុនឡើយគឺខ្ញុំដងទេដងមួយធុងចេញពីស្រះនេះបាទដងមួយធុងចេញពីស្រះតែបន្ទាប់មកទៀតខ្ញុំក៏បាទសាកលបងប្រើប្រភេទម៉ូទ័រចាប់អាគុយបងប្អូនប្រហែលជាអាចឃើញហើយម៉ូទ័រចាប់អាគុយនេះអាគុយម៉ូតូតូចទេហើយម៉ូទ័រហ្នឹងក៏វាតូចមកល្មមដែរអញ្ចឹងចាប់អាគុយនេះវាបើកតាមរយោទាំងឡើងណាចឹងឥឡូវនេះវាស្រួលវាប្រសើរជាងមុនហើយរយោនេះខ្ញុំដាក់15 ម៉ែត្រដល់បងប្អូនបាទរយោនោះ15 ម៉ែត្របាទខ្ញុំធ្វើការបរហូរទឹកនេះតែបរហូរមកថ្មីបងប្អូនអាខាងនោះពេញហើយតិចទៀតគឺយកទៅដាក់នៅក្នុងកដុង30 លីត្រហ្នឹងបាទអញ្ចឹងតើតងជាមួយនឹងម៉ូទ័របងប្អូនចង់សាកល្បងប្រើបងប្អូនអាចប្រើជាប្រភេទម៉ូទ័រចាប់អាគុយដូចខ្ញុំអញ្ចឹងទៅស្រួលយកតាមខ្លួនបាទនៅផ្ទះនៅខាងណោបងប្អូនផ្ទះនៅខាងណោអញ្ចឹងវាឆ្ងាយពីភ្លើងហើយដល់ពេលយើងមានម៉ូទ័រនេះមួយស្រួលហើយយើងទៅដល់ណាក៏បានដែរយកតែអាគុយមួយម៉ូទ័រមួយទៅចាប់តែអាគុយបាទទម្លាក់តែម៉ូទ័រចូលក្នុងទឹកទៅគឺយើងអាចបើកទឹកយកមកប្រើប្រាស់ស្រោចដំណាំស្រោចបាទបន្លែឬក៏បងប្អូនចង់ធ្វើអ្វីផ្សេងទៀតគឺស្រួលឬក៏បងប្អូនចង់ស្ដារទឹកពេងអីពីមុនគឺយើងស្ដារមកផ្តិលអញ្ចឹងណាឥឡូវស្រួលហើយបងប្អូនដាក់តែម៉ូទ័រនេះទម្លាក់ចោលតែមកសន្ទុះរីងឯងបាទស្ដារពេងស្ដារអាងអីគឺស្រួលមែនតើអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនគាត់ចង់បង្ហាញបងប្អូនតាក់ទងជាមួយនឹងការធ្វើទឹកខៀវក៏ដូចជាចៃទឹកក្រហមសាថ្មីបាទអរគុណជួបខ្ញុំវីដេអូបន្តនៅពេលក្រោយទៀត